មនុស្សมันអាចផ្គប់ចិត្តមនុស្សត្រូវទេចាគិតផ្គប់ចិត្តមិនត្រូវមនុស្សជុំវិញខ្លួនរាប់រយអ្នករាប់ពាន់អ្នកមានអ្នកដតីទៅមានឪពុកម្ដាយមានបងប្អូនតែប្តីប្រពន្ធមិនបាច់ចាំថាតែឪពុកម្ដាយបងប្អូនទេតែប្តីប្រពន្ធខ្លួនឯងរស់នៅជាមួយគ្នារាល់ថ្ងៃហ្នឹងក៏ផ្គប់ចិត្តគ្នាមិនត្រូវផងបងប្អូនគិតមើលដែរផ្គប់ចិត្តប្តីប្រពន្ធខ្លួនឯងហូបបាយជាមួយគ្នាដេកជាមួយគ្នាពេលខ្លះអ្នកខ្លះទៅធ្វើការជាមួយគ្នាទៀតតែផ្គប់ចិត្តប្តីប្រពន្ធខ្លួនឯងត្រូវអត់ហើយយកតែរំអ្នកដតីតែផ្គប់ចិត្តមិនត្រូវនៅតែមាននិយាយដើមដង្ហើមលឺយើងនឹងឯងថាយើងនឹងដូចចេះថាយើងនឹងនឹងចុះប៉ុន្តែមានតែថៃទេព្រោះអ្នកនិយាយនឹងអត់បានគិតហ្នឹងជឿថាអញ្ចឹងអត់បងប្អូនហ្នឹងជឿថាអញ្ចឹងអត់បើសិនជាគាត់គិតដឹងខ្លួនឯងហើយថាចេះអញចាំបាច់និយាយវាថាអីព្រោះអីខ្លួនអញយើងឧទាហរណ៍ចាំបាច់និយាយពីគេថាអីព្រោះអីខ្លួនឯងពេលខ្លះនៅកុហកខ្លួនឯងពេលខ្លះនៅកុហកខ្លួនឯងចង់តែបន្តិចចង់តែបន្តិចហើយចិត្តចង់និយាយថាមនុស្សមួយចិត្តពីរបីក៏មានដែរហើយចាំបាច់ទៅថាគេចុះទៅអីមែនអត់បងប្អូនហើយគេចង់ថាគេរឹកទៅគេមិននិយាយដល់យើងអត់ទៅគេឆ្មាំឆ្មៃមិនឆ្មៃទៅរឿងរបស់គេរឿងរបស់គេណាចាំបាច់តែយើងទៅនិយាយពីគេថាគេអញ្ចេះគេចុះទៅអីមែនតាបងប្អូនតែប្រកបចិត្តមិនត្រូវហើយយើងត្រូវគិតខ្លួនឯងថាបើខ្លួនយើងគាត់ចិត្តខ្លួនយើងត្រូវគេនោះប្រកបចិត្តយើងត្រូវហើយយើងអញ្ចឹងថាមុននឹងនិយាយគេហ្នឹងត្រូវគិតខ្លួនឯងសិនថាខ្លួនឯងហ្នឹងកុហកខ្លួនឯងអត់ថាខ្លួនឯងជាមនុស្សពេលម៉េចជាមនុស្សរបៀបម៉េចហ្នឹងហើយយើងចាំបាច់ដូចយើងក៏ដោយមិនចាំបាច់តែប្រកបចិត្តអ្នកណាទេយើងមនុស្សម្នាក់ៗយើងមានឆន្ទៈរៀងខ្លួនហ្នឹងហើយយើងមានគំនិតពីកំណើតរៀងខ្លួនហ្នឹងហើយអ្នកខ្លះគាត់ចរិតគាត់ឆ្ងាញ់ឆ្មៃជារឿងរបស់គាត់ទៅហ្នឹងហើយចរិតមនុស្សខ្លះគេជាចរិតមនុស្សធន់កដាលហើយអ្នកខ្លះគេដើរមនុស្សដែលធ្លាប់ជួបរីករាយអតិក៏គេហៅក៏គេមាត់អសួរនាំទៅបើមនុស្សដែលមិនដែលធ្លាប់ជួបមនុស្សដែលមិនចង់និយាយថាមនុស្សដែលមិនដែលនិយាយរកហើយឲ្យទៅរស់រាយរាក់ទាក់ណាមិញបើមិនដែលនិយាយរកគ្នាណាគ្រាន់តែឃើញមុខគ្នាគ្រាន់តែសាដាក់ស្ញាញ់អញ្ចឹងទៅចាត់ទុកថាគេជាមនុស្សរីករាយថាគេជាមនុស្សរស់រាយដែលចេះរាក់ទាក់ស្នាមសើចរបស់គេនឹងបញ្ជាក់ថាគេជាមនុស្សធន់កតាជាមនុស្សមិនឆ្មាំងឆ្មៃទេយើងគួរតែមើលប៉ុណ្ណឹងយើងដឹងហើយហ្នឹងហើយចាំបាច់តែគេអញ្ចេះគេអញ្ចោះគេរឹកមិននឹងបានមានបន្តិចរឹកបានមានបន្តិចរឹកហើយគិតថាខ្លួនឯងវិញបើសិនជាខ្លួនឯងមានវិញរឹកប៉ុណ្ណាមានដឹងអត់មនុស្សដែលនិយាយពីគេអញ្ចឹងភាគច្រើនខ្លួនឯងមានវិញរឹកណាស់ប្រាប់ទៅមនុស្សអញ្ចឹងមើលឃើញតែគេទេនិយាយហើយយើងចង់និយាយថាមនុស្សយើងទូទៅរងថ្ងៃនេះมันបាច់ទៅផ្គប់ចិត្តអ្នកណាទេផ្គប់ចិត្តតែប្តីប្រពន្ធក្រុមគ្រួសារកូនចៅយើងឲ្យតែអាហ្នឹងបើថាយើងផ្គប់ណាឲ្យតែសុខសប្បាយឲ្យតែផ្គប់ចិត្តគ្នាត្រូវទៅបានហើយมันបាច់ចាំផ្គប់ចិត្តអ្នកដតីទេចាព្រោះអីអ្នកដតីហ្នឹងมันស្គាល់ពីចរិតខ្លួនឯងមិនដឹងពីខ្លួនឯងហងយើងចាំបាច់ទៅផ្គប់ចិត្តគេទៅអីវាចេះតែនិយាយពីយើងចេះតែថាយើងចេះយើងចោះណាមែនអត់បងប្អូនតាមពិតខ្លួនឯងជាងយើងទៀតណាចាអរគុណបងប្អូនទាំងអស់គ្នា